ជំរាបសួរការយល់សប្តិឃើញខ្លួនឯងបរិភោគលមួកគឺជាសុបិនដែលមិនទៅស្រួលស្ដាប់មែនទេប៉ុន្តែនៅក្នុងការបកស្រាយសុបិនវាមិនមែនជានិមិត្តរូបអាក្រក់នោះទេវាជាទូទៅវាច្រើនតែតំណាងឲ្យរឿងដែលទៅទៅនឹងលុយកាក់ឬក៏បញ្ហាដែលយើងដោះស្រាយហ្នឹងណាអត្ថន័យសំខាន់នៃការយល់សប្តិឃើញការហូរលមួកហ្នឹងវាបើគិតជាបើលុយកាក់និងទ្រព្យសម្បត្តិលមួកនៅក្នុងសុបិនវាជាញឹកញាប់វាត្រូវបានគេចាត់ទុកវាថាជានិមិត្តរូបនៃទ្រព្យសម្បត្តិលុយកាក់ដែលមិននឹកស្មានដល់ការហូបហ្នឹងវាអាចមានន័យថាយើងនឹងទទួលបាននៅការរក្សាទុកនៅប្រកាសទាំងនោះដែរណាហើយការបន្សុទ្ធបញ្ហានៃសុបិននេះគឺវាឆ្លុះបញ្ចាំងពីអារម្មណ៍ថាយើងកំពុងទទួលយកឬដោះស្រាយនៅស្ថានភាពឬបញ្ហាដែលធ្លាប់គិតថាគួរឲ្យស្អប់ខ្ពើមហ្នឹងឬវិបាកនៅក្នុងជីវិតហ្នឹងអាចដោះស្រាយយ៉ាងបានណាជួនកាលវាអាចថាបង្ហាញថាយើងកំពុងតែលេបតបាក់នៅអ្វីនៅភាពអវិជ្ជមានដូចជាកំហុសឬការខ្មាស់អៀនអីជាដើមហ្នឹងរបស់ខ្លួនយើងនឹងកាលពីមុនមករឿងអតីតដែលគេមិនទាន់គេថាសម្អាតចេញខ្លួនយើងអញ្ចឹងណាហ្នឹងហើយនៅក្នុងយល់សប្តិហ្នឹងតាមពិតទៅសុបិននេះគេមិនមែនជាប្រផ្នូលអាក្រក់ទេវាអាចជាសញ្ញាថាលៀបសំណាងយើងទៅវិញទេលុយកាក់កំពុងទៅចូលមកឬក៏ថាយើងមានសមត្ថភាពក្នុងបង្កើតអាជីវកម្មថ្មីឬការងារថ្មីទទួលបានលុយកាក់ហ្នឹងកំពុងតែចូលមករកយើងហ្នឹងណាហើយបើនិយាយពីស្ថានភាពវិញក៏វាមិនជាអាក្រក់ដែរអញ្ចឹងណាវាអាស្រ័យទៅលើខ្លួនយើងដែរហ្នឹងណាហើយម្យ៉ាងទៀតចាស់តែងថាបើសិនជាយល់សប្តិថាគិតថាខ្លួនឯងមិនល្អគាត់ឲ្យទៅនិយាយបាក់ស្ដាប់ទៀតណាទៅនិយាយមុខកថាបុគ្គលយើងនិយាយរៀបរាប់ទៅអញ្ចឹងទៅអារឿងអាក្រក់វិសាបហើយណាហើយធ្វើអំពើល្អច្រើនធ្វើបុណ្យផងគោរពឪពុកម្ដាយហើយនឹករលឹកចំពោះគុណព្រះពុទ្ធពធព្រះសង្ឃអត់មានអីពិបាកទេនឹករលឹកគុណ